បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមធ្វើកសិកម្មបាទជួបខ្ញុំក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាឲ្យទៅស្គាល់ប្រភេទស្លឹកមៀនចំនួន3ប្រភេទពូជខុសៗគ្នាបងប្អូនបាទហើយសម្រាប់មៀនយើងមាន3ប្រភេទពូជទី1មានកោះកបីទី2យើងមានក្រអូបនិងទី3មានប៉ៃលិនឬក៏យើងហៅថាតង្ងែនបងប្អូនបាទអញ្ចឹងខ្ញុំនឹងបកស្រាយតាមប្រភេទដំណាំមាននីមួយៗបងប្អូនហើយដូចជាខ្ញុំកំពុងតែបង្ហាញបងប្អូនមកមិញនេះនឹងគឺស្លឹកប្រភេទមានកោះកបីដែលជាប្រភេទដំណាំដែលយើងមិនដាក់បញ្ជាបានទេគឺវាមានផ្លែតាមរដូវហើយតម្លៃវាគួរថ្លៃគួរសមដែរបងប្អូនបើនិយាយតម្លៃធៀបតម្លៃគ្នាគឺវាតម្លៃថ្លៃជាងមានក្រអូបយើងបងប្អូនហើយមានកោះកបីនេះដូចជានិយមដាំខ្លាំងហើយល្បីតាម Facebook អីគឺនៅខាងកោះធំស្អាងកោះធំបងប្អូនបាទហ្នឹងគឺដំណាំមានកោះកបីហើយវាផ្លែដោយមិនមានការបញ្ជាទេគឺវាផ្លែទៅតាមរដូវវាដល់ខែដល់នេះវាផ្លែបងប្អូនបាទអូខេបងប្អូននេះទី2ដែលពណ៌ស្លឹករៀងខុសពីមិញស្លឹករៀងតូចហើយរៀងកប៉ុលបាទហើយនេះរៀងស្លឹករៀងវែងហើយត្រួយរៀងពណ៌ក្រហមបាទហើយស្លឹកវាអត់រៀងស្ដួចវែងតែរៀងវែងមកល្មមជាងអាស្លឹកមិញតិចបាទនេះគឺជាមានក្រអូបដែលយើងអាចដាក់ថ្នាំបញ្ជាឲ្យវាផ្លែបានខុសរដូវបានបងប្អូនបាទដែលមានក្រអូបហើយមានក្រអូបនេះគឺយើងអាចបញ្ជាវាឲ្យចេញផ្កាខែនេះខែនោះបានហើយតម្លៃវាបើយើងតម្លៃវិញវារៀងតម្លៃថោកជាងមានប៉ៃលិនមានជាស្រ័យមានកោះកបីដែលខ្ញុំបានបង្ហាញមុនមិញហ្នឹងបងប្អូនបាទប៉ុន្តែបើតម្លៃទីផ្សារដែលគេចូលចិត្តប្រើប្រាស់ឬក៏ប្រជាពលរដ្ឋយើងជំនឿអបិយជំនឿគឺមាននេះហើយបងប្អូននេះមានទី2ដែលមានក្រអូបនេះហើយដែលបងប្អូនយើងគាត់ចូលចិត្តយកទៅសែនព្រេនកម្មវិធីបុណ្យការទានស្អីផ្សេងដែលគាត់ត្រូវការប្រើជាគ្រឿងដង្វាយគ្រឿងដូចជាគ្រឿងដង្វាយបាទក្នុងកម្មវិធីសែនព្រេនគឺមាននេះគឺត្រូវប៉ាន់បងប្អូនបាទអញ្ចឹងតម្លៃវាមិនថោកប្រហែលដែរបងប្អូនបាទគួរសមបងប្អូនដែលធ្វើទិញលើទីផ្សារបងប្អូនដឹងហើយ1គីឡូប្រហែលដូចទាំងអស់គ្នាបាទអញ្ចឹងទី3បងប្អូននេះស្លឹកនេះមានត្រួយនេះគឺគេហៅថាមានប៉ៃលិនបងប្អូនមានប៉ៃលិនហើយអ្នកខ្លះហៅតង្ងែនបាទអញ្ចឹងសម្រាប់ស្លឹកវាបងប្អូនត្រួយវាខុសពីត្រួយមានក្រអូបយើងត្រួយមានក្រអូបយើងអាចនឹងពណ៌ក្រហមឬក៏ក្រហមខ្ចីបងប្អូនបាទវាក្រហមខ្លាំងប៉ុន្តែបើមានគេថាមានប៉ៃលិនឬក៏តង្ងែននេះគឺវាពណ៌វាគឺចេញមកគឺពណ៌រាងសបងប្អូនហើយស្លឹកវាប្រភេទរាងធំទោះតែវាមិនសូវល្អអីក៏ដោយក៏វារាងធំជាងដែរហើយវារាងត្រវែងជាងនៃមានក្អូបយើងបងប្អូនបាទអញ្ចឹងសម្រាប់ដំណាំមានទាំង3ប្រភេទនេះបងប្អូនអាចនឹងមើលវីដេអូខ្ញុំពីដើមដល់ចប់ទៅបងប្អូននឹងយល់ច្បាស់ថានេះជាប្រភេទមានអីនេះជាប្រភេទមានអីហើយតម្លៃទីផ្សារឯបែបណាអីបងប្អូននឹងអាចដឹងហើយបាទហើយខ្ញុំបញ្ជាក់បន្ថែមតង្ងែននេះក៏ដូចគ្នាដែរឬក៏មានប៉ៃលិននេះគឺយើងអាចដាក់បញ្ជាឲ្យបានផ្លែខុសរដូវបានដូចគ្នាបងប្អូនប៉ុន្តែតម្លៃវាធូរថ្លៃជាងនៃតម្លៃមានក្រអូបយើងហើយនិយមអបិយជំនឿក្នុងការសែនព្រេនគឺគាត់មិនសូវនិយមប្រហែលទេប៉ុន្តែបើសិនជារដូវអត់អីក៏បងប្អូនប្រជាពលរដ្ឋយើងក៏គាត់យកមកប្រើប្រាស់ដែរបាទអញ្ចឹងសម្រាប់ខ្ញុំនៅថានាំបងប្អូនឲ្យទៅស្គាល់ប្រភេទស្លឹកទាំង3ប្រភេទមានប៉ុណ្ណឹងហើយក៏ចុងក្រោយសូមអរគុណច្រើនពុកម៉ែបងប្អូនដែលបានចូលទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់ហើយនឹងសូមឲ្យបងប្អូនជួយមេត្តាចុច Subscribe Channel YouTube ខ្ញុំមួយផងហើយនឹងមួយទៀតបើបងប្អូនគិតថាវីដេអូខ្ញុំល្អសូមបងប្អូនជួយ Share ចែករំលែកឲ្យបានកាន់តែច្រើនសូមអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នា